វីដេអូនេះអ្នកគ្រូនឹងបង្ហាញពីរបៀបបង្កើត account Sen អញ្ចឹងបងប្អូនបានបង្កើត account រួចរាល់ហើយដើម្បីធ្វើការ trade បានតើយើងទៅបង្កើត account Sen នេះយើងបានចូល login តាម website នេះណាហ្នឹងហើយ website នេះឬក៏យើងចូលទៅក្នុង app Altima ហើយយើងវាយវាយ Gmail និងលេខ password ដែលយើងបង្កើត app តាំងពីដំបូងណាហ្នឹងហើយអញ្ចឹងឥឡូវចូលមកដល់ចំណុចនេះយើងធ្វើម៉េចចូលដល់កន្លែងនេះបញ្ជាក់ការចុះឈ្មោះការដកដាក់លុយអីយើងអាចប្រើតាមទូរស័ព្ទដៃក៏បានកុំព្យូទ័រក៏បានដែរតែបើទូរស័ព្ទវាងាយស្រួលយកតាមខ្លួនណាហ្នឹងឥឡូវគ្រូបង្ហាញពីរបៀបបង្កើត Altima បង្កើត account Sen ហ្នឹងហើយចុចលើនេះមកនេះចុចលើនេះចុចលើនេះមកយកពី open account នេះ open account យើងយក live account ណានេះមកទៅទេយក account ពិតនេះត្រូវហើយ MetaTrader 5ត្រូវហើយហ្នឹងហើយមួយហ្នឹង Sen standard យកនេះណាយើងប្រើ account Sen standard នេះ USC យើងចុចមួយចោលទៅនេះចុច3កន្លែងនេះទិញខៀវអញ្ចឹងអានេះយើងអាចដាក់ nickname account មកយើងដាក់មិនដាក់សេចចិត្តណាឡើយនេះគាត់ប្រាប់ថាបើយើងប្រើ account ច្រើនទៅ trade យើងដាក់លេខសង្កត់ទៅឈ្មោះយើងទៅមួយដល់ប៉ុន្មានអញ្ចឹងទៅយើងចង់បង្កើតបាន account ដាក់លេខរៀងប៉ុណ្ណា account MT5 ទៅបន្ទាប់មកចុច submit ណាចុច submit តែប៉ុណ្ណឹងគឺយើងបាន account ប្រើហើយហ្នឹងហើយរបៀប log MT5 ក៏អ្នកគ្រូមានវីដេអូបង្ហាញរួចហើយដែរបើយើងចង់ដឹងថា account Sen ដែលយើងបង្កើតមិញនៅណាយើងចូលមកកន្លែងនេះណានេះចូលកន្លែង account នេះមកនេះ account វាចុចលើ account មិញគឺវា load មកតាមនេះ account អ្នកគ្រូច្រើនហ្នឹងហើយបើអ្នកបង្កើតមួយមានតែមួយបង្កើត5មាន5អញ្ចឹងណានេះ account អ្នកគ្រូច្រើនមែនតើហ្នឹងហើយងាយគ្រូមានច្រើន account ហើយធម្មតា password SIM មកវាយើងពិបាកចាំអញ្ចឹងបើចង់ដូរ password អ្នកគ្រូប្រាប់បាច់ទៀតចង់ដូរ password ឧទាហរណ៍ថាឥឡូវអ្នកគ្រូចង់ដូរ password account នេះគ្រូចុចលើនេះយកពាក្យ change password ហើយចង់ដាក់ nickname ឲ្យ account នេះ create nickname នេះដាក់ទៅដាក់ឈ្មោះយើងសម្គាល់លេខប៉ុន្មានអីចឹងទៅណាបើយើងមាន account ច្រើនបើអត់តិចឲ្យទៅតាមចិត្ត password អ្នកគ្រូគាត់ថាគួរទៅដូរទៅព្រោះ password SIM មកវាបាក់ចាំណាយើងដាក់ណាដែលងាយចាំនេះយកពាក្យ change password តែ account អ្នកគ្រូ change ឲ្យគាត់ប្រាប់ណាចុច change អញ្ចឹងវាឲ្យយើងដាក់ password ថ្មីអញ្ចឹង password ថ្មីវានឹងផ្ញើនៅពេលទាំងអស់គ្នាបង្កើត account Sen ហើយឬក៏បង្កើត account MT5 ហើយវាផ្ញើទៅ Gmail ហ្នឹងហើយអញ្ចឹងទៅយកលេខកូដពី Gmail មកដាក់ហើយ new នេះដាក់ថ្មីនឹងចង់ដាក់អីធម្មតាវាទាមទារឲ្យយើងដាក់ពីមុខអក្សរធំមួយហើយ confirm ថ្មីនឹងភាសាទៀតហើយចុច change password ទៅវានឹងផ្ញើកូដទៅ Gmail ភាសាទៀតដៃលេខកូដអីចូលទៅគឺរួចរាល់ហើយហ្នឹងហើយវិធីវាងាយណាអត់មានអីពិបាកទេហ្នឹងហើយសំខាន់បើយើងមិនដូរទេបើយើងអត់ចង់ដូរទេយើងទៅយក password ពី Gmail ហ្នឹងយកមកនៅទុកគាត់ទុកឬក៏ screenshot ទុកឲ្យស្រួលដល់ពេលត្រូវការ login ដល់ពេលដែលយើងចូលទៅ login នៅ MT5 នឹង log យ៉ាងម៉េចបើមាន password ហ្នឹងហើយរបៀប check មើល live server របស់យើងអីគេឈ្មោះអី line មកលេខនេះបាននេះចូលមើល account យើងនេះទៅចាំមើលចុចចូលនេះមួយសិននេះអានេះអត់មាន information អីទេនេះយើងយកតាមនេះក៏បាននេះ account យើង standard STP Sen ហើយ Altima Market Line 2អញ្ចឹងដល់ពេលដែល log ចូល MT5 វាសួរយើងហ្នឹងហើយយើងវាយ Altima Market Market មាន S តោះមកចូលកន្លែង login គឺវាមាន Line 2វាមាន Line 2 Line 1ចែកឃើញអត់អញ្ចឹង account អត់ទេយើងចាក់ដែរសំខាន់យើងមើលពេលយើងបង្កើតដំបូងដូចនេះចឹង Line 1អានេះវា Line សំខាន់នេះ Line 2នេះ Line 1អញ្ចឹងមើល Line ហ្នឹងសំខាន់នៅពេល login នៅ MT5 មើលតើ account យើងហ្នឹង Line 1ឬក៏ 2សម្រាប់ app មួយនេះ broker មួយនេះអ្នកគ្រូអញ្ចឹងអានេះវាទៅ Line 2ដល់ពេលនេះ Line 1ហើយ broker តែមួយទេហើយរបៀបដកចូល MT5 អ្នកគ្រូមានវីដេអូបង្ហាញហើយអញ្ចឹងមើលតាមតម្លៃហ្នឹងទៅហ្នឹងហើយអញ្ចឹងមានប៉ុណ្្នឹងណាអញ្ចឹងសំខាន់ណាគឺឲ្យដឹងថា server យើងហ្នឹងឈ្មោះអី Line ប្រហែល Line មិនទៅចង់លក់ចូលទេ